បាទអ្នកនរខ្ញុំត្រឹមតែមកពីយកស្បៀងយើងតិចតួចទៅតម្លាក់នៅខាងបង Winmart បងទូតពូហ្នឹងណាអ្នកនរដូចស្បៀងរបស់ពួកខ្ញុំដូចខ្ញុំបានថតពីម្សិលមិញអញ្ចឹងមានអង្គខ្លះៗទៅហើយថ្ងៃនេះទិញបានសម្ភារៈប្រើប្រាស់មួយចំនួនទៀតដូចជាភួយដូចជាអីដោយសារខែនេះខែល្ងាអញ្ចឹងយើងចាំបាច់ទៅកណាចាំបាច់ឲ្យពួកគាត់ប្រើប្រាស់ហើយចំពោះទីតាំងយើងតម្លាក់ស្បៀងតម្លាក់អំណោយអីហ្នឹងណាអ្នកអត់ចាំបាច់ទៅដល់បឹងកក់ទាំងអស់គ្នាពេកទេព្រោះស្អីបឹងកក់គឺទទួលម្ដងថាស្ទះឲ្យអីវ៉ាន់ច្រើនមែនតើអញ្ចឹងហើយគឺពួកគាត់បានម្លែក2 3កន្លែង4កន្លែងអញ្ចឹងមួយដែលនេះគឺបង្កក់តមកដូចជាខាងបង Winmart នឹងហើយមានដូចជានៅណាមានខាងរាយទៀតអញ្ចឹងអ្នកនរគ្នាដែលនៅជិតណាអ្នកនរគ្នាគួរដាក់នៅកន្លែងហ្នឹងទៅគឺអីវ៉ាន់ហ្នឹងគឺដល់ដៃបងភាសាក៏ដូចជាបងកងផុកយើងអត់ចាំបាច់ទៅសម្រុកទៅតែមួយកន្លែងនេះវាធ្វើឲ្យយើងហ្នឹងក៏វាជាស្ទះហើយកន្លែងដែលគេត្រូវទទួលអំណោយហ្នឹងក៏វាស្ទះឬអីចឹងណាហ្នឹងហើយអញ្ចឹងយើងជិតណាយើងឲ្យទៅខាងហ្នឹងទៅហើយខ្ញុំទៅកន្លែងបង Winmart ណាអ្វីដែលខ្ញុំចាប់អារម្មណ៍គឺខ្ញុំចាប់អារម្មណ៍ទី1ហ្មងគឺពេលគាត់ទៅលេខអីវ៉ាន់ភ្លាមអត់ដល់5នាទីគឺគាត់អស់ពីឡានអស់មកទោះមួយឡានពេញមិនឆ្លើយទេយើងនិយាយរឿងឡានគ្រូសាណាដូចឡានពួកខ្ញុំអញ្ចឹងគឺអង្គគឺឯណានេះគឺគាត់អស់លឿនតែអ្វីចម្លែកហ្នឹងគឺអ្នកដែលមកលើកហ្នឹងគឺគាត់សិតតែរៀងក្មេងៗខ្ញុំមិនដឹងថាចែនអីដូចចែនវាយប្រហែលមិនចែនស៊ីចែនសិតអីហ្នឹងទៀតអូខ្ញុំឃើញខ្ញុំក្តុកក្តួលមែនតើថាអូជំនាន់ណាទៅខ្ញុំនៅក្មេងៗប៉ុណ្ណឹងខ្ញុំអត់ទាន់អាសាពួកគាត់ទេណាតែឃើញពួកគាត់អញ្ចេះហើយចំប្រទេសចេះគឺទឹកចិត្តពួកគាត់គឺល្អមែនតើតែថាតាពាំងប្រទេសយើងគឺអត់ស្អុយទេណាអស់នេះតាពាំងប្រទេសយើងគឺល្អមែនតើហ្មងខ្ញុំសូមសរសើរចេញពីចិត្តហ្មងខ្ញុំឃើញពួកគាត់ហើយខ្ញុំក្តុកក្តួលហ្មងអារម្មណ៍ក្តុកក្តួលរឿងប្រទេសជាតិមួយដល់ពេលឃើញពួកគាត់ចេះមកឡើងចង់ក្តុកក្តួលម្ដងទៀតហ្មងថាបើយើងឃើញអ្នកលើកអាហ្នឹងវ័យប៉ុនយើងឬអីយើងមិនសូវដល់ពេលឃើញនេះយើងក្មេងៗហើយលះលហួនរុះរាយលើកឲ្យពេលយើងចេញឡានវិញអរគុណអីទៀតអូយខ្ញុំនឹងឈួលហ្មងចាំថាឥឡូវហ្នឹងគឺយើងម្នាក់ៗទាំងអស់គ្នាគឺដើម្បីជាតិយើងដើម្បីបងពីសឹកទាំងអស់គ្នាចឹងតិចតួចច្រើនក្តីក៏ដោយចូលគ្នាតិចតួចដើម្បីទិញជាស្បៀងទិញជាសម្ភារៈប្រើប្រាស់ចាំបាច់ឲ្យដល់ពួកគាត់ទៅហើយអ្នកណាដែលគាត់អត់សោះហ្មងខ្ញុំជឿថាគាត់ក៏មិនមើលនឹងភ្នែកដែរខ្ញុំជឿថាសាច់ឈាមជាខ្មែរគឺស្រឡាញ់ជនជាតិខ្លួនឯងមែនតើហ្មងពេលដែលមានរឿងចេះចឹងអ្នកណាដែលគាត់មានថវិកាមានអីចឹងទៅគឺគាត់ទៅvolunteer ជួយខ្ចប់ជួយលើកជួយអីពួកគាត់ចឹងទៅចឹងណាគឺបានបនស្មើព្រោះមានអីខ្លាំងជាងខ្មែរជួយខ្មែរទៅអ្នកទាំងអស់គ្នានៅក្នុងអឺសភាពការឥឡូវហ្នឹងគឺយើងត្រូវតែពូតដៃគ្នាឡើងអញ្ចឹងណាដើម្បីឲ្យពួកគាត់នៅខាងកន្លែងគ្រោះថ្នាក់នោះគឺគាត់ក៏លេចមកក្រោយគឺគាត់អភ័យរឿងញ៉ាំរឿងអីទេគឺគាត់នៅតែគិតថាអូខេគាត់នៅតែមានបងប្អូនដែលអត់នៅតំបន់គ្រោះថ្នាក់ចាំជួយពួកគាត់អញ្ចឹងណាចឹងខ្ញុំសង្ឃឹមហើយក៏បួងសួងទេវតាយ៉ាងងថ្ងៃមុនចូលគេទាំងពេលប៉ាក់ទាំងពេលកណ្ដាលគឺបនឲ្យប្រទេសយើងគឺរួចផុតពីសង្គ្រាមហ្នឹងបើក៏មុនមានបននេះទេគឺបនតែឲ្យលក់ដូរដាច់ចូលស៊ីមានបានសុខសប្បាយនេះបនខ្លួនឯងតែឥឡូវអត់ទេបើកភ្នែកគឺបិទភ្នែកគឺត្រូវតែបួងសួងទេវតាតាមថែប្រទេសជាតិយើងហ្មងតាំងពីមានរឿងហ្នឹងគឺមានអារម្មណ៍ថាវាវាក្តុកក្តួលយើងអត់សមថាមកសម័យកាលនេះហើយយើងត្រូវទៅជួបអារឿងហេតុការណ៍ហ្នឹងទៀតវានិយាយអត់ចាញ់ហ្មង